សួស្តីថ្ងៃនេះខ្ញុំមានលំហាត់មួយចែករំលែកតាក់ទងទៅនឹងបរិមាធៀបបាទហើយលំហាត់នេះគឺប្រហែលជាមានប្រយោជន៍ច្រើនសម្រាប់បងប្អូនដែលត្រៀមប្រឡងពេទ្យបាទព្រោះអីនៅឆ្នាំមុនគេធ្លាប់បាទយកលំហាត់នេះទៅចេញប្រឡងរួចទៅហើយអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងមកពន្យល់តាក់ទងទៅនឹងវិធីមួយចំនួននៅក្នុងការដោះស្រាយលំហាត់ហ្នឹងបាទអញ្ចឹងលំហាត់នេះគេអាចធ្វើច្រើនរបៀបបាទដូចជាតាមវិសមភាពបាទវិសមភាពហ្នឹងគឺវិសមភាពមធ្យមនិពន្ធមធ្យមទ្វេមាត្រអញ្ចឹងបើគេមាន a បូកទៅនឹង b នេះបាទគឺធំជាងឬស្មើ2ដងឬការ៉េ ab បាទដែល AB នោះគឺជាចំនួនដែលធំជាងឬស្មើ0បាទសួរថាម៉េចបានគេអាចយកវិសមភាពហ្នឹងមកប្រើបានបាទអញ្ចឹងគេសង្កេតទៅលើអនុគមដែលគេឲ្យរកតម្លៃបរិមាធៀបនេះឃើញថានេះ x ការ៉េបូក 2x បូក1ហ្នឹងបាទគឺវាស្មើទៅនឹង x បូក1លើកជាការ៉េដូចអាភាពបែងកន្លែងនេះដែរអញ្ចឹងពេលដែលយើងយកនេះយកអា ធំនេះឧបមាថាយើងយក a ធំនេះស្មើនឹងអានេះបាទគឺ x បូក1លើកជាការ៉េនេះបាទរីឯអាម្ដុំនេះគឺយើងយកជា b បាទគឺស្មើទៅនឹង a ការ៉េលើ x បូក1លើកជាការ៉េបាទលើ x បូក1លើកជាការ៉េអញ្ចឹងយកទៅចំនួនក្នុងវិសមភាពមធ្យមនិពន្ធមធ្យមធនមានហ្នឹងទៅគេនឹងរកបានតម្លៃបរិមាណនៃអនុគម y បានដោយងាយបាទប៉ុន្តែរបៀបនេះបាទប្រហែលជាប្រឡងអីបាទគេអាចនឹងដកពិន្ទុខ្លះបាទអានេះបើតាមខ្ញុំឃើញនៅក្នុង Facebook មួយគាត់ថាគេដកដូចជា3ពិន្ទុបាទហើយខ្ញុំអត់ធ្លាប់កែទេនេះខ្ញុំគ្រាន់តែបានឃើញបាទឃើញ Facebook គាត់ថាអញ្ចឹងបាទអញ្ចឹងបងប្អូនដែលប្រឡងនោះគឺអាចបាទពិចារណាខ្លួនឯងណាអញ្ចឹងថារើសយករបៀបណាទៅដោះស្រាយបាទអូខេអញ្ចឹងវិធីដែលខ្ញុំយកមកដោះស្រាយនេះគឺខ្ញុំនឹងប្រើតាមថ្នាក់ទី12គឺយើងរកតាម derivative បាទព្រោះយើងឃើញពាក្យថាបរិមាធៀបនេះគឺសំដៅដល់តម្លៃអតិបរមាឬក៏អបបរមាធៀបអញ្ចឹងបើយើងចង់បានតម្លៃបរិមាហ្នឹងគឺយើងគ្រាន់តែធ្វើ derivative បាទ derivative ទី1វាមកហើយយើងសិក្សាសញ្ញាបាទអញ្ចឹងបើដូរសញ្ញាដូចថាពីបូកទៅដកអីចឹងទៅគឺបានន័យថាមានអតិអីហើយបើដូរសញ្ញាពីដកមកបូកវិញបានន័យថាមានអបហើយមួយវិញទៀតហ្នឹងឃើញខ្ញុំធ្លាប់ឃើញអត្រាកំណែគេគឺគេអត់ធ្វើតាមនេះដែរបាទអញ្ចឹងបងប្អូនគួរតែធ្វើតាមថ្នាក់ទី12ណាបាទតែបើថាដល់ម៉ោងដូចថាពេលខ្លីពេកអាចសាក់លបងធ្វើតាមនេះទៅបាទវាលឿនបាទអញ្ចឹងកុំឲ្យខាតពេលនោះខ្ញុំនឹងមកពន្យល់តាក់ទងទៅនឹងការរកបរិមាណហ្នឹងដោយប្រើ derivative អូខេអញ្ចឹងបាទអូខេអញ្ចឹងគេមានអនុគម y ស្មើប៉ុណ្ណឹងអញ្ចឹងកន្សោមនេះបើយើងអាចសរសេរបាទទៅជា x បូក1លើកជាការ៉េបាទបូកទៅនឹង a ការ៉េលើ x បូក1លើកជាការ៉េប៉ុន្តែនៅក្នុងការសិក្សាអនុគមបងប្អូនកុំភ្លេចរកដែនកំណត់ណាបាទរកដែនកំណត់នៃអនុគមហ្នឹងបាទអញ្ចឹងឃើញថាអនុគមហ្នឹងគឺវាជាអនុគមមួយបាទកន្លែងនេះយើងឃើញថាវាជាពុធាកន្លែងនេះវាទម្រង់ជាពភាគសនិទានអញ្ចឹងពភាគសនិទានមានន័យទៅបានតទៅភាគបែងខុសពី0អូខេអញ្ចឹងយើងអាចប្រាប់គេថាអនុគមបាទយើងរកដែនសិនបាទអនុគមបាទមានន័យបាទមានន័យកាលណាបាទកាលណាភាគបែងនេះគឺ x បូក1លើកជាការ៉េនេះខុសពី0បាទយើងបាន x បូក1នេះបាទខុសពី0អញ្ចឹង x ខុសពីដក1បាទអញ្ចឹងបានន័យថាដែនកំណត់របស់វាបាទដែនកំណត់បាទដែនកំណត់គឺ d បាទគឺស្មើនឹង a បាទដកលេខដក1នឹងចេញបាទអូខេដក1ហ្នឹង
អូខេអាហ្នឹងយើងឃើញដែនកំណត់នៃអនុគម y ប៉ុន្តែដូចឃើញថាអនុគម y ហ្នឹងអានេះវាជាកន្សោមបាទដូចគ្នាបាទអញ្ចឹងដើម្បីឲ្យងាយស្រួលនៅក្នុងការសិក្សាក៏ដូចជា derivative នោះខ្ញុំតាងបាទអញ្ចឹងកន្លែងនេះខ្ញុំតាងដើម្បីងាយស្រួលតាងអថេថ្មីខ្ញុំតាងដោយ t ចុះគឺស្មើទៅនឹង x បូក1លើកជាការ៉េអញ្ចឹងគ្នាយើងប្រហែលជាដឹងហើយថាចេះចំនួនអីក៏ដោយបាទមួយចំនួនពិតគ្រប់ចំនួនពិត x លើកជាការ៉េតម្លៃវាធំជាងឬស្មើ0បាទគ្រប់ចំនួនពិត x បាទគ្រប់ x ហ្នឹងជារបស់ a អូខេប៉ុន្តែបើ x នេះគឺដកលេខ0ចេញបាទគឺបានន័យថា x ការ៉េគឺវាមិនអាចធំជាងឬស្មើទេវាមិនអាចស្មើ0គឺវាធំជាង0ដាច់ខាតបាទគ្រប់ x ហ្នឹងគឺខុសពីលេខ0ចឹងកន្លែង t ដែលយើងបានតាំងនេះបាទយើងត្រូវរកដែនរបស់ t ដែរចុងដល់ t ហ្នឹងយកពីណាទៅណាចឹងដោយសារ t ស្មើនឹង x បូក1លើកជាការ៉េចឹងចំនួនពិតហ្នឹងដែលលើកជាការ៉េធំជាងឬស្មើ0តែនៅក្នុងនេះ x យើងមិនអាចស្មើលេខដក1ទេព្រោះយើងបានរកដែនខាងលើបាទចឹងបានន័យថា x បូក1ហ្នឹងមិនអាចស្មើ0ចឹងបើវាមិនអាចស្មើ0បាទវាលើកទៅជាការ៉េគឺវាធំជាងឬស្មើ0បាទគ្រប់អីគ្រប់ x ហ្នឹងខុសពីដក1អញ្ចឹងបានន័យថា t របស់យើងហ្នឹងបាទកន្លែងនេះគឺធំជាង0ឯខាតបាទ t របស់យើងគឺមានដែនកំណត់វាឬក៏ t យើងហ្នឹងគឺយកពីណាយកពី0ទៅដល់បូកអណ្ណង់អូខេអញ្ចឹងអនុគមរបស់យើងបងប្អូនឈប់មើលអានេះទៀតទៅយើងយក t ទៅចំនួនបាទបានន័យថាអនុគមយើងគឺវាអាស្រ័យទៅលើ t ម្ដងដែលមានដែនរបស់ t ហ្នឹងគឺពី0ទៅបូកអណ្ណង់អញ្ចឹងដើម្បីងាយស្រួលនេះខ្ញុំសរសេរ y នេះគឺខ្ញុំយកវាស្មើទៅនឹង f នៃ t បាទដែលស្មើនឹងអូខេដែលស្មើនឹងអីកន្លែងយើងជួយ t បាទគឺ t បូកទៅនឹង a ការ៉េលើបាទលើ t បាទដែលដែន t យើងគឺនៅខាងលើនោះគឺ t របស់យើងគឺធំជាង0បាទអូខេអញ្ចឹងបន្តមកទៀតយើង derivative វាព្រោះយើងចង់ដឹងចង់រកបរិមាណវាយើង derivative អូខេអញ្ចឹង derivative បាទ derivative គឺ f' នៃ t ឬក៏ y' អញ្ចឹងយើង derivative t ណាបាទអញ្ចឹង derivative t គឺស្មើ1កន្លែងនេះ a គឺជាចំនួនថេណាមួយអូខេអញ្ចឹងចូលរង្វាន់ a លើ v អញ្ចឹងចេញអីចេញដក a v' derivative t គឺបាន1បាទលើ v ការ៉េគឺលើ t កា t ការ៉េអូខេអញ្ចឹងជាលទ្ធផលយើងបានអីបាន t ការ៉េដកទៅនឹង a ការ៉េបាទនេះយើងតម្រូវពីបែងរួមណាបាទអញ្ចឹងបាន t ការ៉េដក a ការ៉េលើ t ការ៉េអូខេអញ្ចឹងមកដល់កន្លែងនេះយើងត្រូវសិក្សាសញ្ញាណាប៉ុន្តែដែលឃើញថានេះអាភាពបែងរបស់យើងនេះលើកជាការ៉េហ្នឹងវាវិជ្ជមានអញ្ចឹងសញ្ញារបស់អនុគម f ហ្នឹងបាទគឺវាយកសញ្ញាតាមអីតាមភាគយកណាគឺតាម t ការ៉េដក a ការ៉េអូខេអញ្ចឹងកន្លែងនេះយើងបញ្យល់បន្តិចទៅគឺដោយ t ការ៉េនេះវាវិជ្ជមានគ្រប់ដែន t ហ្នឹងគឺវិជ្ជមានដែរនោះយើងសន្និដ្ឋានថាអនុគម f' នៃ t ហ្នឹងបាទមានសញ្ញាបាទមានសញ្ញាដូចនឹងបាទដូចនឹងអីដូចនឹង t ការ៉េដក a ការ៉េបាទអូខេអញ្ចឹងយើងឲ្យវាស្មើ0អញ្ចឹងបើ f' នៃ t ហ្នឹងបាទស្មើ0អញ្ចឹងនាំឲ្យយើងទាញបានអីគឺទាញបាន t ការ៉េដក a ការ៉េនេះគឺស្មើ0អូខេបាទអញ្ចឹងកន្លែងនេះយើងដោះស្រាយធម្មតាគឺបាទយើងរុញវាទៅនោះទៅយើងបាន t ការ៉េស្មើ a ការ៉េអញ្ចឹងបាន t គឺស្មើនឹងបូកដកឬការ៉េនៃ a ការ៉េអញ្ចឹងបូកដកឬការ៉េនៃ a ការ៉េកន្លែងនេះសិស្សពីច្រើនគាត់ច្រឡំបញ្ចេញមកគាត់ដាក់ស្មើ a អញ្ចឹងស្មើ a អត់ត្រឹមត្រូវណាព្រោះអី a យើងគឺបាទវាខុសពី0បើសិនជា a នឹងវិជ្ជមានគឺអត់អីត្រូវហើយបាទអញ្ចឹងកន្លែងនេះគឺយើងដាក់តម្លៃដាច់ខាតអញ្ចឹងបានន័យថា t យើងមាន2គឺវាស្មើនឹងបូកតម្លៃលក្ខខណ្ឌនៃ a ឬក៏ស្មើដកតម្លៃលក្ខខណ្ឌនៃ a តែយើងដឹងថា t យើងគឺវិជ្ជមានអញ្
ចឹងនៅក្នុងករណីនេះគឺតេយើងគឺយកតែមួយឯងគឺយើងអត់យកអាដកទេគឺយើងយកបូកគឺតេស្មើនឹងតម្លៃដែលខាតនៃ a បាទអញ្ចឹងបន្ទាប់មកគឺខ្ញុំបាទសង់តារាងមួយគឺបាទតារាងអថេរភាពបាទតារាងអថេរភាពបាទនៅក្នុងនេះបងប្អូនមិនចាំបាច់ទៅរក limit ចុងដៃនេះទេដោយសារអីគឺយើងចង់បានតែតម្លៃបរិមាណរបស់វាទេបាទតែបើបងប្អូនរកក៏រកទៅប៉ុន្តែកុំឲ្យខាតពេកយើងបាទមិនចាំបាច់រកទេបាទបាទអញ្ចឹងយើងមើលតាមហ្នឹងក៏នេះដែរប៉ុន្តែមានករណីខ្លះវាមានបញ្ហាបាទអញ្ចឹងកន្លែងហ្នឹងគឺដឹងតែសញ្ញាវាបែបហ្នឹងបើអំបូរគឺដកបាទនេះបើអំបូរគឺដកអីបាទវាឆ្លាស់គ្នាបែបហ្នឹងប៉ុន្តែមើលមិនដែលឲ្យងាយស្រួលមើលអញ្ចឹងបងប្អូនអាចមើលទៅលើ limit វាក៏បានបាទមើលទៅលើ limit វាយ៉ាងម៉េចនេះt ការ៉េដក a ការ៉េអញ្ចឹងយើងចង់ដឹងថាតើនៅខាងស្ដាំឬនេះកន្លែងនេះសញ្ញាអីអញ្ចឹងគឺបើសិនជា t នឹងទៅបូកអាណន់កន្សោមនេះវាចេញបូកអាណន់បាទអូខេបូកអាណន់គឺសញ្ញាបូកអញ្ចឹងកន្លែងនេះគឺមានសញ្ញាបូកណាបាទហើយកន្លែងនេះគឺសញ្ញាដកមានករណីខ្លះបាទដែលយើងចំណាំថាសញ្ញាដូចកន្លែងហ្នឹងដែលយើងយកអញ្ចឹងគឺមានបញ្ហាគឺករណីណាឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលមួយបាទអញ្ចឹងករណីនេះករណីគេចង់សិក្សាឧបមាថាយើង derivative ទៅឃើញអនុគម derivative នោះវាស្មើនឹង x ការ៉េដក1ហើយគេឲ្យដែន x នឹងទៅជាង0អូខេអញ្ចឹងកន្លែងនេះបើគ្នាយើងខ្លះគាត់ដាក់សញ្ញាថាអូដូចកន្លែងនេះដូចមេគុណតនីអញ្ចឹងគាត់ដាក់កន្លែងនេះសញ្ញាបូកហើយកន្លែងនេះសញ្ញាដកអញ្ចឹងគឺអត់ត្រឹមត្រូវនោះទេបាទអូខេអញ្ចឹងដែលត្រឹមត្រូវនោះគឺយ៉ាងម៉េចបាទគឺកន្លែងនេះសញ្ញាបូកវិញហើយកន្លែងនេះសញ្ញាដកអូខេអញ្ចឹងធ្វើម៉េចទៅមើលទៅដឹងលឿនយើងមើល limit បាទយើងមើល limit កន្សោមនេះអញ្ចឹងពេលដែល x ទៅណា x មកខាងដកអណន់នេះតើវាខិតទៅរកអីចឹងនឹងខិតទៅរកបូកអណន់អញ្ចឹងកាលណាយើងដាក់សញ្ញាដកនេះគឺនេះខុសបាត់ហើយបូកអណន់គឺសញ្ញាបូកអូខេអញ្ចឹងកន្លែងនេះគឺសញ្ញាដកកន្លែងនេះគឺសញ្ញាបូកណាបាទអូខេអញ្ចឹងឥឡូវយើងវិលមកកន្លែងនេះវិញកន្លែងតារាងអថេរភាពនេះអញ្ចឹងយើងឃើញថា derivative នៃអនុគមហ្នឹងគឺមានសញ្ញាដកបញ្ជាក់ថាអនុគមហ្នឹងគឺវាចុះហើយកន្លែងនេះវិញគឺបាទសញ្ញាបូកបាទបញ្ជាក់ថាកើនបាទអញ្ចឹង derivative ដូរសញ្ញាពីដកទៅបូកអូខេអញ្ចឹងបានន័យថាអនុគម y នេះវាមានអីទៅវាមានអបបរមាអញ្ចឹងយើងអាចឆ្លើយប្រាប់គេបានណាបាទអញ្ចឹងយើងឆ្លើយថាម៉េចឃើញថាអនុគមតាមតារាងនេះយើងឃើញថាអនុគមបាទ y បាទស្មើទៅនឹង f នៃ t ហ្នឹងបាទមានអបបាទបរមាធៀបបាទធៀបនៅត្រង់ណាបាទត្រង់ t ស្មើនឹងតម្លៃដែលខាងនៃ a ហើយតម្លៃអបបរមាធៀបនោះគឺបាទគឺ y បាទស្មើទៅនឹង f នៃបាទតម្លៃខាងនៃ a គឺស្មើនឹងអូខេអញ្ចឹងយើងជំនួសមិនមែនជំនួសចូលអាខាងលើទេណានេះមិនមែនជំនួសចូលអានេះទេបាទព្រោះហ្នឹងគឺវា y ជាអនុគមនៃ x អញ្ចឹងកន្លែងនេះយើងបានតាំង t ហើយអញ្ចឹងយើងសិក្សាធៀបនឹង t អញ្ចឹងយើងជំនួសចូលអនុគម y ស្មើប៉ុណ្នេះណាអូខេអញ្ចឹងគឺជំនួសបាទ t ដោយតម្លៃលក្ខណៈ a អញ្ចឹងបានតម្លៃលក្ខណៈ a បូកទៅនឹង a ការ៉េចែកទៅនឹងតម្លៃលក្ខណៈ a ឃើញថានៅក្នុងកន្សោមនេះគឺសុទ្ធតែមានតម្លៃលក្ខណៈទាំងអស់អញ្ចឹងដើម្បីងាយស្រួលកណនាយើងបំលែងឲ្យមានតម្លៃលក្ខណៈទាំងអស់គ្នាងាយស្រួលកណនាអញ្ចឹងយើងដឹងថាចេះចំនួន a នេះលើកជាការ៉េយើងអាចសរសេរដាក់ដោយតម្លៃលក្ខណៈ a លើកជាការ៉េអញ្ចឹងខ្ញុំចំនួន a ការ៉េនេះដោយតម្លៃលក្ខណៈនៃ a លើកជាការ៉េអញ្ចឹងយើងបានទៅជាអីបានទៅជាតម្លៃលក្ខណៈ a បូកតម្លៃលក្ខណៈ a លើកជាការ៉េហើយលើតម្លៃលក្ខណៈ a អញ្ចឹងកន្លែងនេះយើងអាចសម្រួលចោលបានដោយសារតែតម្លៃលក្ខណៈ a នេះខុសពី0អញ្ចឹងពេលដែលសម្រួលទៅបានអីគឺបានតម្លៃលក្ខណៈ a បូកអានេះសម្រួលអស់មួយសមទៅទៀតតម្លៃលក្ខណៈ a អញ្ចឹងតម្លៃលក្ខណៈ a បូកតម្លៃលក្ខណៈ a គឺស្មើ2ដងតម្លៃលក្ខណៈនៃ a បាទអញ្ចឹងដូច្នេះតម្លៃអបបរមា
ធៀបរបស់នគមហ្នឹងគឺខ្ញុំតាំងនៅ y min ហ្នឹងគឺស្មើនឹង2 ដងតម្លៃលក្ខណៈ a ហើយកន្លែងនេះគឺយើងអាចបាទបងប្អូនអាចបំបែកបានណាព្រោះយើងដឹងថាតម្លៃលក្ខណៈ a នេះគឺវាស្មើ a បើសិនជា a នឹងវិជ្ជមានអានេះអត់មាន a ស្មើ0ទេព្រោះលក្ខខណ្ឌគេថា a ខុសពី0ហើយតម្លៃលក្ខណៈ a ស្មើនឹងដក a បើសិនជា a អវិជ្ជមានអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទហើយបើបងប្អូនមើលទៅមានបាទចម្ងល់ត្រង់ណានោះអាចសាកសួរបានបាទអូខេហើយបើសិនជាយល់ថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ Subscribe បាទ Channel YouTube ខ្ញុំម្នាក់មួយផងបាទអរគុណ